ព្រះអង្គទ្រង់ត្រាស់ដឹងកាលព្រះសិទ្ធត្ថដ៏មានបុណ្យព្រះជន្ម15មួយវស្សាទ្រង់សោយរាជជួសព្រះបិតាគ្រប់គ្រងរដ្ឋាកបលភ័ស្ត្រជាមួយព្រះនាងយសោធរីពំពីក្សត្រីស្រីល្អស្រស់ប្រសើរលើសស្រីស្នំទាំងអស់កបដោយព្រះយុះថ្កើងណាស់ណាលុះដល់ព្រះជន្មាគ្រប់ធូន29ព្រះវស្សាទ្រង់បានឱរសមួយថ្លៃថ្លានាមថារាហុលល្អប្រឹមប្រៃក្នុងថ្ងៃរាហុលកើតនោះមិញទ្រង់ចេញបព្វជិហើយគ្មៀតខ្មៃប្រព្រឹត្តទុក្ករៈតឹងឥត3ដើម្បីឲ្យឆាប់បានត្រាស់ដឹងក្រោយពេលទ្រង់លះព្រះកាយាទុក្ករៈនោះណាទ្រង់រំពឹងមជ្ឈិមបដិបត្តិបានត្រាស់ដឹងធម៌ថ្លៃឥតថ្លឹងដល់ខ្សែមសានៅនីថ្ងៃពុទ្ធពេញបនមីវិសារាំងសីរកាបានជាស័ព្ទបញ្ញូពុទ្ធកើនថ្កានព្រះញាណប្រាជ្ញព្រុសឆ្លុះលោកាក្រោមពោធិព្រឹកមានមង្គលនៅត្រង់មណ្ឌលឈ្មោះកយាក្បែរឆ្នេរអ្នកទីនេរញ្ចរីបានជាគ្រូគ្រប់សពភព3ទីទ្រង់ត្រាស់ដឹងនោះព្រះបាទអសោកនាថម្ចាស់ផែនដីឥណ្ឌាស្ដេចសាងព្រះចេតិយមួយធំពិសីនាមឈ្មោះថាចេតិយពុទ្ធកយាស្ដែងខ្ពស់ស្រួចចិញ្ចែងល្អណាស់ណាជាពោជនីយដ្ឋានដ៏ថ្លៃថ្លាទុកជាទីពឹងឲ្យបរិស័ទដែលត្រាច់ទៅថ្វាយបង្គំគិតបានរំពឹងពិតដោយម៉ាត់ចាត់ដល់ពេលត្រាស់ដឹងធម៌បរមត្ថនៃព្រះភគវន្តជាសាស្តាខ្ញុំសូមបង្គំព្រះពុទ្ធអង្គកាលទ្រង់ត្រាស់ដឹងធម៌នោះណាសូមមានសួស្តីសិរីសុខាដល់ខ្ញុំព្រះករុណាដែលគ្មៀតខ្មៃបានសូត្រសម្ដែងថ្លែងពរនីរឿងព្រះភគវាគ្រូភព3ព្រមទាំងលោកអ្នកទាំងប្រុសស្រីដែលស្ដាប់សាច់ក្តីនេះឯងសូមអនុមោទនា